សូមគោរពជំរាបសួរនាងខ្ញុំឈ្មោះឈឿនច័យពុទ្ធធីវីខ្ញុំបាទឈ្មោះកុងសនរដ្ឋីខ្ញុំបាទឈ្មោះរទ្ធីលីហេងខ្ញុំបាទឈ្មោះឈឿងឧត្តមហើយថ្ងៃនេះផងដែរខ្ញុំនាំមកបកស្រាយមេរៀនទី3ការងារក្នុងសហគមន៍ចំណុចទី3មុខរបរសិប្បកម្មនៅកម្ពុជាព្រះរាជាណាចក្រកម្ពុជាជាប្រទេសដែលមានសិប្បកម្មជាច្រើនប្រភេទនិងប្លែកៗពីគ្នាទៅតាមតំបន់មូលដ្ឋានសម្ភារៈនិងជំនាញសមស្របដូចជាក្នុងខេត្តសៀមរាបសិប្បករដាប់ឆ្លាក់ថ្មឈើស្ពាន់សម្រាប់ធ្វើជាសម្ភារៈប្រើប្រាស់និងតុបតែងលម្អផ្ទះបានយ៉ាងល្អប្រណិតនៅក្នុងខេត្តកំពង់ឆ្នាំងដែលសម្បូរឫស្សីផ្ដៅរពាក់និងដីឥដ្ឋប្រជាពលរដ្ឋមានជំនាញក្នុងការតម្បាញនិងស្មូតចំណែកនៅខេត្តកំពង់ចាមកណ្ដាលព្រៃវែងនិងតាកែវមានសិប្បកម្មផលិតសម្ភារៈពីសរសៃសូត្រអំបោះថ្មីនិងកក់ពួកគេមានជំនាញក្នុងការត្បាញហូលផាមួងបៃកម៉ាសូត្រកន្ទេលនិងសារ៉ុងសូត្រតំបន់ផ្សេងទៀតប្រជាពលរដ្ឋផលិតឧបករណ៍នេសាទដូចជាឈ្នាងអង្រុតមងអួននិងផលិតឧបករណ៍ស្រែចម្ការដូចជានង្គ័លរនាស់ផាលចប់កណ្ដៀវកាបិតពូថៅដើម្បីបម្រើការងារកសិកម្មជាទូទៅនៅទីក្រុងឬទីប្រជុំជនមានសិប្បកម្មស្លដែកសិប្បកម្មធ្វើថង់ប្លាស្ទិកធ្វើគ្រឿងអលង្ការធ្វើផ្តិលប្រាក់ធ្វើចានដែកនិងធ្វើរបស់របរប្រើប្រាស់ផ្សេងៗដែលធ្វើអំពីជ័រដូច្នេះការបកស្រាយរបស់ខ្ញុំជាមកដល់ទីបញ្ចប់សូមអរគុណសូមជម្រាបលា